ហើយអ្វីបានជាយន្តហោះចម្បាំង F-22 ត្រូវបានចាត់ទុកថាជាយន្តហោះចម្បាំងបំផាំងកាយដែលមានកៅអីតែមួយម៉ាស៊ីនចំនួន2ដ៏មានឥទ្ធិពលបំផុតជាទូទៅយន្តហោះ F-22 Raptor ជាយន្តហោះចម្បាំងបំផាំងកាយចំនួនទី7ដែលកៅអីមានតែមួយម៉ាស៊ីន2ដែលត្រូវបានបង្កើតឡើងដោយកងទ័ពអាកាសសហរដ្ឋអាមេរិកគឺជាយន្តហោះចម្បាំងចំនួនទី5ដំបូងគេរបស់ពិភពលោកដែលចូលបម្រើការងារទ័ពអាកាសយោធាវាអាចហោះក្នុងល្បឿនអតិបរមារហូតដល់ 2700 គីឡូម៉ែត្រក្នុង1ម៉ោងនិងហោះហើរក្នុងល្បឿនជាមធ្យម 2200 គីឡូម៉ែត្រក្នុង1ម៉ោងដែលធ្វើឲ្យវាមានសមត្ថភាពគេចផុតពីការវាយប្រហារដោយមីស៊ីលផងដែរជាមួយបន្ទប់ផ្ទុកគ្រាប់បែកខាងក្នុងយ៉ាងពេញហើយចម្ងាយប្រយោជន៍របស់វាគឺប្រហែល760គីឡូម៉ែត្រជាមួយនឹងធុងប្រេងឥន្ធនៈខាងក្រៅ2វាអាចហោះហើរដល់ទៅ1100គីឡូម៉ែត្រវាមានផ្នែករឹងខាងក្រៅចំនួន4ប៉ុន្តែជាទូទៅមិនទុកមីស៊ីលដើម្បីរក្សាការលាក់ខ្លួនរបស់វាទេបន្ទប់ទម្លាក់គ្រាប់បែកខាងក្នុងអាចផ្ទុកមីស៊ីលបានរហូតដល់8គ្រាប់ដែលមានទម្ងន់សរុបប្រហែល 1.5 តោនប្រសិនបើការលាក់ខ្លួនទាំងស្រុងត្រូវបានបោះបង់ចោលផ្នែករឹងខាងក្រៅអាចឡើងដល់ទៅ5តោនដែលអនុញ្ញាតឲ្យវាផ្ទុក JDMA ឬគ្រាប់បែកខ្នាតតូចនិងធ្វើឲ្យវាក្លាយទៅជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែកខ្មោចអាកាសសម្រាប់តម្លៃយន្តហោះ F-22 មួយគ្រឿងគឺប្រហែល$143លានប្រសិនបើការរាប់បញ្ចូលចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍនោះតម្លៃក្នុងមួយគ្រឿងនឹងកើនដល់ទៅ$333លានហើយអ្វីបានជាអ្នកគិតថាយន្តហោះចម្បាំង F-22 ត្រូវបានចាត់ទុកថាមានថាមពលខ្លាំងបំផុត